ជាបឋមនៅក្នុងវេលាឱកាសនេះសូមគោរពអញ្ជើញដល់អស់លោកអ្នកសប្បុរសទាំងឡាយដើម្បីត្រង់ប្រាប់និងចូលសិក្សារៀនសូត្រនៅធម៌បទជាមួយនឹងខ្ញុំបាទនៅផ្នែកពរនាអំពីបញ្ចខណ្ឌគឺការពរនាអំពីរូបរាងកាយរបស់នៃសត្វទាំងឡាយដែលកើតមកហើយរមែងប្រជុំទៅដោយធាតុទាំងឡាយណានោះក៏រមែងមានការយ៉ាងណានោះក៏មានរូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌនិងវិញ្ញាណខណ្ឌសុខមលក្ខណៈទី1ជាដើមជាបន្តទៅនេះដើម្បីកុំឲ្យវែងឆ្ងាយយូរទៅទៀតសូមគោរពអញ្ជើញដល់អស់លោកអ្នកសប្បុរសទាំងឡាយចូលស្ដាប់នៅរូបខណ្ឌទី1ដែលធ្វើការអត្ថាធិប្បាយដោយខ្ញុំបាទដូចតទៅសូមអនុមោទនាសូមអនុមោទនាសូមអនុមោទនានៅបុណ្យកុសលឲ្យបានគ្រប់គ្នាសូមអនុមោទនារូបសត្វស្រីប្រុសមិនខុសគ្នាផ្សេងតែនាមីដោយនិយមគ្រប់សពភាសាសពនិគមទាំងតូចទាំងធំលើពងសុធាមានខណ្ឌមានធាតុមានអន្ត្រីចែកទីកន្លែងផ្សេងនេះក្នុងរូបសពសត្វរាល់គ្នាតាមបរមត្ថថាអន្តੰឧត្តមខណ្ឌមាន5ផ្នែកចែកផ្សេងគ្នាដូចនឹងពណ៌នីចំពោះចំទី1គឺរូបសត្វទាំងតូចធំប្រជុំធាតុ4ថាខណ្ឌដីទឹកដីភ្លើងខ្យល់ច្របល់គ្នាក៏កើតបានជារូបចាំងស្បាន់មាន42ជាក៏មែនណាន់ឧបាទានប្រកាន់ថាមិនហੰធាតុដីមក
ការតកាំងរេសាំងធាទឹក12គឺបាត់តាំងសមាំងពងពោលោហិតឈាមរត់មុតតាំងជាកំណត់មានមកតាមបទធម្មនិយាមភ្លើង4ប្រការក៏ឆេញភ្លាមដិតរលសាច់ឈាមក្រៀមក្រញ៉ងធាតចល6ជួយបកងេចែកផាត់ដោយចំណែកមិនបងអង្គធ្វើភ្នែងងារខ្លួនអត់រៀរងរួមជា4អង្គហៅថាធាតរូបនឹងកើតធំដោយធាត4មួនជារូបមិនឃ្លៀងឃ្លាតជាទីអាស្រ័យនៃអាពេនរូបជាធិបៀតបៀនសពកាយារូបក្រៅពីនេះ24មាននៅក្នុងខ្លួននៃសត្វនេតាឈ្មោះនេះផន្តរូបក្នុងអាត្មាសាស្តាឲ្យឈ្មោះថារូបខណ្ឌកំណរកាយទាំងឡាយនេះតែមានឆែបប្រេងជាកំណាន់សពសត្វទាំងឡាយតែងប្រកាន់ប្រគៀងរូបខណ្ឌថាគង់ឯនៅចប់រូបខណ្ឌទី1សូមអនុមោទនា